មានទុកដែរទុកផ្លូវកាយនិងទុកផ្លូវចិត្តហើយឆ្នាំសម្រាប់ព្យាបាលទុកផ្លូវកាយយើងទៅជួបពេទ្យទៅបើយើងឈឺប៉ុន្តែបើយើងឈឺចិត្តត្រូវស្វែងរកធម៌មកអប់រំចឹងធម៌ហ្នឹងអត់ហួសសម័យទេពីព្រោះសម័យណាក៏មនុស្សឈឺចិត្តហើយវ័យណាក៏ចេះពិបាកចិត្តដែរទាំងក្មេងទូចទាំងធំទាំងចាស់ដល់ពេលស្លាប់ហ្នឹងក៏ភ័យព្រួយបារម្ភតែជំងឺរបស់ចិត្តហ្នឹងវាមានដូចជាខាងចំណែនអមគុំគួនរវើរវាយស្មុគស្មាញពិបាកចិត្តទាំងអស់ហ្នឹងវាសិតតែជាជំងឺផ្លូវចិត្តហើយអ្នកណាខ្លះកើតជំងឺផ្លូវចិត្តគ្រប់តែគ្នាហ្នឹងមិនថាលោកមិនថាបាសកបាសិកាទេគាត់តែវាតិចច្រើនតាមរយៈការអប់រំចិត្តរបស់ខ្លួនឯងប៉ុណ្ណាអញ្ចឹងក្មេងបើតាមប្រជាសាស្ត្ររាល់ថ្ងៃហ្នឹងគេរកឃើញថាក្មេងហ្នឹងមានវិបត្តិផ្លូវចិត្តច្រើនជាងមនុស្សចាស់ទៅទៀតដោយសារក្មេងហ្នឹងវាអត់ទាន់មានបទពិសោធន៍ជីវិតយើងមើលគាត់តែស្ដីឲ្យបន្តិចងក់ងើតុកតិចមិនស៊ីបាយទុកចិត្តចាក់សោកន្ទប់ក្នុងកន្ទប់ម្នាក់ឯងអីចឹងទៅអាហ្នឹងគឺរឿងអីថារឿងវិបត្តិផ្លូវចិត្តទេហ្នឹងឈឺចិត្តទេហ្នឹងវាមិនមែនវិបត្តិផ្លូវចិត្តតលឈួតទេមែនទេអញ្ចឹងស្មារតីភាពចង់ទាញអារម្មណ៍ពុទ្ធបរិស័ទឲ្យយល់ថាមនុស្សវ័យណាក៏ដោយសម័យណាក៏ដោយមនុស្សសុទ្ធតែមានទុក្ខដូចគ្នាហើយត្រូវការធម៌ហ្នឹងសម្រាប់អប់រំព្យាបាលអាជំងឺផ្លូវចិត្តហ្នឹងឧទាហរណ៍ថាខឹងទៅក៏នោមពីខឹងមកចេះអត់ធន់ចេះមេត្តាចេះរីករាយចេះយោគយល់អញ្ចឹងតែចំណែនមកឆ្នាំព្យាបាលចំណែនហ្នឹងគឺថារៀនត្រេកអរនឹងអំពើល្អឬក៏ភាពជោគជ័យរបស់អ្នកដទៃអញ្ចឹងគេហៅមុទិតាគុំគួនក៏លើកលែងទោសទៅរវើរវាយក៏ផឹងផ្ដោតចិត្តក្នុងអារម្មណ៍ធ្វើការអីឲ្យប្រកបមួយណាមួយនឹងអញ្ចឹងទៅហើយស្ដាយក្រោយក៏លះបង់ទៅគិតថារបស់ដែលផុតទៅហើយយកវាទៅកប់ចោលក្នុងព្រៃទៅកុំគោះវាមកហាត់ពេកហើយរឿងណាមិនទាន់មកដល់គុំស្មុគស្មាញគុំភ័យព្រួយបារម្ភអីពេកដែរហើយជួបរឿងណាដោះស្រាយរឿងហ្នឹងទៅដោះបានប្រមាណយកប៉ុណ្ណឹងទៅតាមលទ្ធភាពសមត្ថភាពទៅមានសេចក្តីសន្តោសរស់ស៊ីផឹងរស់ស៊ីហើយបើបានប្រមាណយកបាយចិត្តនឹងប៉ុណ្ណឹងហើយផឹងតទៅទៀតណាមិនមែនរកបាន1000នោះដេកទៅទុកមិនក៏អញមិនបាន10000អា1000ក៏មិនបានសុខជាមួយហើយវាកើតទុកជាមួយអា10000ដែលអត់មានអញ្ចឹងតើឡែមានឆ្នាំព្យាបាលអប់រំចិត្តខ្លួនឯងហ្នឹងទើបយើងវាមិនទៅកើតទុកហើយអញ្ចឹងត្រឡប់មកវិញថាធម៌ហ្នឹងវាអត់ហួសសម័យទេពីព្រោះធម៌ហ្នឹងជាឆ្នាំព្យាបាលផ្លូវចិត្តរបស់យើងហើយមិនរើសវ័យទៀតវ័យណាក៏ត្រូវការធម៌ហ្នឹង